ដើម្បីឲ្យការរៀបចំផ្ទះរបស់អ្នកកាន់តែមានប្រសិទ្ធភាពនិងស្របតាមក្បួនខ្នាតនាំលាភសំណាងខ្ញុំសូមពន្យល់លម្អិតបន្ថែមលើចំណុចនេះមួយដូចខាងក្រោម 1. ច្រកទ្វារធំ Gate of Chai ទ្វារធំគឺជាកន្លែងដែលថាមពលឈីកឆាយហូរចូលបើច្រកនេះទះតេងឬស្អុយរលួយលាភសំណាងក៏មិនចង់ចូលដែរការរៀបចំគួរមានកម្រាលជូតជើងពណ៌ស្រស់ដូចជាពណ៌ក្រហមឬបៃតងដើម្បីស្វាគមន៍លាភបំរាមកុំដាក់កញ្ចក់បញ្ច្រាស់ទីចំទ្វារធំព្រោះវាជាលាភសំណាងដែលបំរុងនឹងជោគផ្ទះឲ្យត្រឡប់ទៅវិញអស់ 2. បន្ទប់ទទួលភ្ញៀវ The Bright Hall នេះជាចំណុចកណ្ដាលនៃផ្ទះដែលប្រមូលផ្ដុំថាមពលសន្តិសុខនិងទំនាក់ទំនងការដាក់សាឡុងគួរដាក់ឲ្យខ្នងផ្អែកជាប់នឹងជញ្ជាំងរឹងមាំមិនមែនផ្អែកលើបង្អួចទេដែលតំណាងឲ្យការមានអ្នកជួយជ្រោមជ្រែងខ្លាំងក្លា backing ការដេកជ្រើសរើសរូបភាពដែលមានចលនាវិជ្ជមានដូចជារូបសេះ8កំពុងរត់តំណាងឲ្យភាពជោគជ័យរហ័សឬរូបទូកចម្បាំងដឹកមាសតំណាងឲ្យការជួញដូរចំណេញ 3. តំបន់ផ្ទះបាយ The Treasure Room ក្នុងក្បួនហុងស៊ុយចង្ក្រានក៏តំណាងឲ្យសុខភាពនិងទ្រព្យសម្បត្តិរបស់សមាជិកគ្រួសារទីតាំងចង្ក្រានកុំដាក់ចង្ក្រានទល់មុខនឹងទ្វារបន្ទប់ទឹកឬទល់មុខនឹងទូទឹកកកភ្លើងនិងទឹកឆុងគ្នាវានាំឲ្យហូរហៀរលុយកាក់ឬឆ្លោះប្រកែកគ្នាការសម្អាតក្បាលហ្គាសឬចង្ក្រានត្រូវតែឆេះបានល្អនិងស្អាតជានិច្ចដើម្បីឲ្យមុខរបរដើររលូន 4. តំបន់ហិរញ្ញវត្ថុ Wealth Corner តាមក្បួនបាកា Begia តំបន់លុយកាក់ក្នុងផ្ទះជាទូទៅស្ថិតនៅជ្រុងខាងឆ្វេងបំផុតនៃផ្ទះបើអ្នកឈរនៅទ្វារធំសម្លឹងចូលទៅក្នុងការរៀបចំដាក់ថូបការដើមឈើនំលាបឬអាំងចិញ្ចឹមត្រីនៅជ្រុងនោះពណ៌ប្រើពណ៌មាសពណ៌ស្វាយឬពណ៌បៃតងនៅតំបន់នោះដើម្បីទាក់ទាញលុយកាក់ 5. ការប្រើប្រាស់ទឹក Water Element ទឹកតំណាងឲ្យលុយកាក់ដែលកំពុងចរាចរទឹកហូរប្រសិនបើអាចអ្នកគួរមានទឹកធ្លាក់តូចឬអាងត្រីដែលទឹកមានចលនាមិនមែនទឹកល្អក់ឬទឹកស្ងប់ឈឹងទេទឹកត្រូវហូរចូលក្នុងផ្ទះមិនមែនហូរចេញក្រៅផ្ទះឡើយការជួសជុលបើមានក្បាលរ៉ូប៊ីណេទឹកលិចឬតក់ត្រូវជួសជុលភ្លាមព្រោះវាជានិមិត្តរូបនៃការលេចធ្លាយលុយកាក់ដើម្បីឲ្យអ្នកកាន់តែយល់ច្បាស់ខ្ញុំនឹងបកស្រាយលម្អិតអំពីការរៀបចំតំបន់ហិរញ្ញវត្ថុនិងការដាក់អាងត្រីដែលជាបច្ចេកទេសហៅលុយដ៏មានប្រសិទ្ធភាពបំផុត 1. របៀបរកជ្រុងលុយកាក់គេក្នុងផ្ទះ Wealth Corner តាមក្បួនបាកា Begia គ្រប់ផ្ទះទាំងអស់សុទ្ធតែមានជ្រុងសំណាងរបៀបរកចូលទៅឈរនៅទ្វារធំនៃផ្ទះរបស់អ្នករួចសម្លឹងទៅខាងក្នុងជ្រុងដែលនៅខាងឆ្វេងបំផុតនិងជ្រៅបំផុតនៃផ្ទះគឺជាតំបន់លុយកាក់អ្វីដែលគួរដាក់របស់ដែលមានតម្លៃដើមឈើនាំលាភដូចជាដើមលុយ Money Tree ឬរូបចម្លាក់តំណាងទ្រព្យសម្បត្តិបំរាមកុំទុកឲ្យជ្រុងនេះធូលីដេចាប់ឬដាក់ធុងសម្រាមឲ្យសោះព្រោះវានឹងធ្វើឲ្យលុយកាក់រកបានមកងាយនឹងរលាយទៅវិញ 2. ការដាក់អាងចិញ្ចឹមត្រីឲ្យត្រូវទិស Water for Wealth ទឹកដែលមានចលនាជួយរុញច្រានលំហូរហិរញ្ញវត្ថុឲ្យដើរខ្លាំងចំនួនត្រីតាមក្បួននិយមចិញ្ចឹម 9 ក្បាលត្រីមាស 8 និងត្រីខ្មៅ 1ត្រីខ្មៅមានតួនាទីស្រូបយកគ្រោះចង្រៃចេញពីផ្ទះ